បាញ់ជាលើកទី2នៅពេលដែលឃើញពកត្រួយហ្នឹងបាទมันអាចយកតែជីថ្នាំមួយប្រភេទទៅប្រើឲ្យត្រូវគោលដៅទាំងអស់ទេវីដេអូនេះផ្សាយជូនបងប្អូនម្ចាស់ចំការស្វាយចន្ទីជាពិសេសក្រោយពេលបងប្អូនបាញ់ជំរុះឬក៏ជំរុញបងប្អូនត្រូវយល់ឲ្យច្បាស់ពីចន្ទីរបស់បងប្អូនពេលដែលបងប្អូនបាញ់ជំរុះឬក៏ជំរុញហើយចាប់ដើមពកត្រួយមកហើយអញ្ចឹងអ្វីដែលបងប្អូនត្រូវធ្វើក្រោយពេលដែលបងប្អូនបាញ់ជំរុះឬក៏ជំរុញហើយរយៈពេលចន្លោះពី7ទៅដល់10ថ្ងៃហ្នឹងអញ្ចឹងពេលដែលបងប្អូនឃើញហើយបងប្អូនត្រូវតែចាប់ផ្ដើមបាញ់ជាលើកទី2នៅពេលដែលឃើញពកត្រួយហ្នឹងបាទมันអាចយកតែជីថ្នាំមួយប្រភេទទៅប្រើឲ្យត្រូវគោលដៅទាំងអស់ទេអញ្ចឹងនៅអំឡុងពេលដែលបងប្អូនឃើញពកត្រួយចេញមកហើយបងប្អូនត្រូវប្រើប្រភេទបំពន់ហ្នឹងដែលមានតួអាសូតខ្ពស់បាទឬក៏អ្នកថាគាត់ប្រើថៃអូរីបាទហើយបូកជាមួយនឹងរំញោចឬក៏បូកជាមួយនឹងជីបេលីអាស៊ីតឬក៏អាស៊ីតអាមីណូបាទពពុះអស់ហ្នឹងគឺទៅជួយទាញត្រួយទៅជួយពង្លូតត្រួយឲ្យធំឲ្យថ្លោះមានកម្លាំងអាហារគ្រប់គ្រាន់បាទហើយបងប្អូនត្រូវបូកជាមួយនឹងប្រភេទថ្នាំជំងឺដោយសារអីពេលហ្នឹងវាជួបជាមួយនឹងអាកាសធាតុមេឃភ្លៀងបាទរាល់ថ្ងៃឬក៏អាចជាភ្លៀងញឹកញាប់នៅពេលហ្នឹងហើយបូកជាមួយនឹងសត្វល្អិតបាទព្រោះពេលហ្នឹងពេលដែលចាប់ផ្ដើមពេជ្រត្រួយមកហើយគឺចាប់ផ្ដើមជួបជាមួយនឹងទ្រីបមូសតែវាទៅអុចទៅស៊ីត្រួយហ្នឹងហើយដើម្បីកុំឲ្យត្រួយហ្នឹងវាខ្វាក់ឬក៏ត្រួយហ្នឹងវារលត់ទៅវិញឬក៏ត្រួយហ្នឹងវាខ្មៅត្រឡប់ទៅវិញអញ្ចឹងបងប្អូនត្រូវតែប្រើបែបហ្នឹងបាទដើម្បីឲ្យចន្ទីផងបងប្អូននេះទាំងជំរុះបានជោគជ័យហើយទាញត្រួយក៏បាន